ការដាក់ក្បាលដំណេកទៅទិសខាងលិចពិតជាទិសក្បាលដំណេកខ្មោចមែនដែរឬទេថ្ងៃនេះលោកគ្រូមកបំភ្លឺបញ្ហានេះដោយសារមានអ្នកឆ្ងល់ជាច្រើនពាក់ព័ន្ធនឹងក្បាលដំណេកការសម្ដែងការដឹងគុណចំពោះឪពុកម្ដាយជីដូនជីតាកុងម៉ានិងបុព្វការីជនលោកអ្នករមែងតែងទទួលបាននូវសេចក្តីសុខនិងសេចក្តីចម្រើនឯការរក្សាបាននូវសិល5លោកអ្នកនឹងរួចផុតពីគ្រោះមហន្តរាយទាំងពួងជម្រាបសួរលោកអ្នកដែលបានអញ្ជើញឈៀងចូលមកទស្សនាឃ្លីបគេអាសាសលីវ៉ៃហ្វុងជុយជម្រាបសួរសិស្សគុណទាំងអស់នៅទូទាំងប្រជាជាតិកម្ពុជាថ្ងៃនេះលោកគ្រូនឹងលើកយកនៅភាពខុសឆ្គងផ្ទះមួយទៀតដែលបែរទៅទិសខាងត្បូងក៏ប៉ុន្តែមិនទទួលបានជោគជ័យតែមុននឹងលើកយកសកម្មភាពលោកគ្រូចូលទៅពិនិត្យផ្ទះនោះលោកគ្រូសូមមកបញ្យល់ជាថ្មីអំពីបញ្ហាក្បាលដំណេកដោយសារមានអ្នកទស្សនាម្នាក់នៅក្នុង TikTok បានសរសេរមកលោកគ្រូថាគាត់នៅខេត្តសៀមរាបហើយគាត់មានបំណងដាក់ក្បាលដំណេកទៅទិសខាងលិចគាត់បានចោទសួរលោកគ្រូថាគាត់ធ្លាប់ឮថាទិសខាងលិចគឺជាក្បាលដំណេកខ្មោចចំពោះបញ្ហានេះលោកគ្រូចង់បញ្ជាក់ថាគឺជាការជឿខុសឆ្គងតគ្នារហូតមកសម្រាប់ក្បួនគេអាសាសលីវ៉ៃហ្វុងជុយក្បាលដំណេកទៅទិសណាក៏បានដែរក៏ប៉ុន្តែត្រូវជ្រើសរើសទិសឲ្យបានត្រឹមត្រូវពោលដោយសារផ្ទះមានទម្រង់ជាប្រអប់អញ្ចឹងយើងអាចដាក់បានតែមួយទិសប៉ុណ្ណោះដែលជាក្បាលដំណេករបស់យើងហើយលោកគ្រូសូមបញ្ជាក់ទៀតថានៅខាងក្រៅផ្ទះមាន8ទិសចំណែកនៅក្នុងផ្ទះមានតែមួយទិសគត់ដោយសារផ្ទះលោកគ្រូបានប្រៀបធៀបជម្រាបរួចហើយថាគឺប្រៀបដូចជាទ្រុងក្រុងមនុស្សនៅក្នុងផ្ទះមនុស្សដើរចេញទៅក្រៅផ្ទះរមែងទទួលផលប៉ះពាល់ពីខ្យល់កម្ដៅភ្លៀងផ្គររន្ទះលាក់តែបើសិនជាមនុស្សរស់នៅក្នុងផ្ទះបញ្ហាទាំងអស់នេះមិនជួបប្រទះឡើយយ៉ាងណាមិញការដាក់ក្បាលដំណេកទៅទិសខាងលិចមិនមែនជាទិសក្បាលដំណេកខ្មោចទេដោយសារយើងជាមនុស្សរស់មិនអាចទៅប្រៀបធៀបជាមួយខ្មោចដែលដេកនៅកណ្ដាលវាលក្រោមទិសទាំង8បានទេទិសដែលល្អគឺគេរៀបចំទិសសម្រាប់កំឡោះក្រមុំផ្សេងគ្នាអ្នកមានគ្រួសារគេងទៅទិសខុសៗគ្នាការនិយាយទិសនេះធ្វើឲ្យមនុស្សច្របូកច្របល់ពិបាកយល់អញ្ចឹងលោកគ្រូគ្រាន់តែជម្រាបថាទិសដែលបែរទៅក្បាលដំណេកបែរទៅទិសខាងលិចនេះมันមានអ្វីខុសឆ្គងទេប្រសិនបើគិតថាជ្រុងខាងលិចហ្នឹងវាត្រូវនឹងទិសស្រីក្រមុំគឺយើងអនុញ្ញាតឲ្យគេងសរុបសេចក្តីមកគេអាសាសលីវ៉ៃហ្វុងជុយមានតែ4ក្បាលដំណេកទេដោយសារយើងយកទិសច្រកចេញចូលមុខផ្ទះជាទិសតែមួយគត់ហេតុនេះក្បាលដំណេកមានតែទៅមុខផ្ទះទៅក្រោយផ្ទះឬក៏ឆ្វេងស្ដាំប៉ុណ្ណោះហើយការដែលយើងមិនយល់អ្នកដែលសរសេរមកលោកគ្រូនឹងប្រាប់ទៅវិញតាមលទ្ធភាពរបស់លោកគ្រូតែលោកគ្រូមិននិយាយតាមនេះទេដោយសារលោកគ្រូរក្សាសិទ្ធិកាលណានិយាយទៅមានអ្នកធ្វើតាមបើធ្វើទៅត្រូវมันមានបញ្ហាបើធ្វើទៅខុសមានបញ្ហានឹងប៉ះពាល់ដល់កិត្តិយសលោកគ្រូទី1ទី2បារម្ភក្រែងមានអ្នកដែលលួចយកទៅកែប្រែនិយាយធ្វើជាឃ្លីបធ្វើ
ធ្វើឲ្យយល់ច្រឡំដល់ក្បួនគេអាសាសលីវៃហ្វុងជួយរបស់លោកគ្រូហេតុនេះលោកគ្រូសូមឆ្លើយតែមួយម៉ាត់ថាបើសិនជាទិសនោះដែលលោកគ្រូប្រាប់ត្រូវនឹងទិសស្រីកំមុំហើយចូលគេងចុះដើម្បីកុំឲ្យខាតពេលលោកគ្រូសូមលើកយកផ្ទះទិសខាងត្បូងមួយមកបង្ហាញអំពីសកម្មភាពដែលលោកគ្រូចូលទៅមើលគ្រូតែងតែនិយាយថាផ្ទះដែលបែរទៅទិសខាងត្បូងឈៀងកើតត្បូងឈៀងលិចគឺជាទិសល្អប្រពៃអ្នកដែលរស់នៅមានសេចក្តីសុខប្រសិនបើរៀបចំត្រូវតាមក្បួនគេអាសាសលីវៃហ្វុងជួយក៏ប៉ុន្តែបើមិនរៀបត្រឹមត្រូវតាមក្បួនគេអាសាសលីវៃហ្វុងជួយទេអ្នករស់នៅគឺត្រូវតែអស់លុយទៅដោយសារផ្ទះមិនរក្សាទ្រព្យយ៉ាងណាមិញផ្ទះមួយនេះសិស្សម្នាក់នេះបានតាក់ទងមកលោកគ្រូតាំងពីឆ្នាំ2023ដែលកាលនោះគាត់មានកម្មករកាត់ដេររហូតដល់52នាក់មកទល់ឆ្នាំ2025នេះអញ្ជើញលោកគ្រូទៅគាត់ប្រាប់ថាបើជឿលោកគ្រូធ្វើតាមលោកគ្រូតាំងពី2023មកគាត់មិនមានបញ្ហាទេឥឡូវនេះគាត់សល់តែកម្មករ2នាក់ប្តីប្រពន្ធប៉ុណ្ណោះ52នាក់ធ្លាក់មកនៅ2នាក់គាត់ក៏សម្រេចចិត្តទោះបីជាគាត់ដឹងថាគាត់គ្មានលុយនៅក្នុងកងច្រើនក៏ដោយតែគាត់ជឿជាក់អ្វីដែលលោកគ្រូបានម៉ែពីចម្ងាយតាំងពី2023រហូតមកដល់2025នេះក៏នៅតែម៉ែពាក្យដដែលអញ្ចឹងហើយគាត់ក៏អញ្ជើញលោកគ្រូឲ្យទៅជួយមើលផ្ទះថាតើមានការខុសឆ្គងអ្វីផ្ទះនេះបើចាប់ទិសទៅគឺត្បូងចំក៏ប៉ុន្តែហេតុអីបានជារមិនបានចេះតែអស់ទៅពេលដែលលោកគ្រូបើកទ្វារចូលទៅអ្វីដែលជាកំហុសបើយើងមើលយើងឃើញថាការរៀបចំជំនាញផ្ទះការរៀបចំកុងម៉ាគឺមានភាពខុសឆ្គងជំនាញផ្ទះដើរចូលទៅនៅឆ្វេងដៃបាំងផ្លូវដើរសួរថាអ្នកណារៀបឲ្យគាត់រៀបដោយខ្លួនឯងជំនាញផ្ទះខ្ពស់បំផុតមួយទឹកតែនេះគាត់ខ្ពស់រហូតដល់2ទឹកសឹងតែ2ទឹកកន្លះទី3រូបស្នងដែលទិញឬក៏ជាវពីផ្សារមកនោះมันបានយកទៅបើកនេតត្រឹមត្រូវធ្វើពិធីបើកនេតត្រឹមត្រូវទេគឺយកមកដាក់ប៉ុកអុជធូបតែម្ដងការដែលផុតដៃផុតជើងបែបនេះជំនាញផ្ទះលោកมันអាចជួយអ្វីយើងបានទេទី1ទី2បញ្ហាដែលលោកគ្រូលើកឲ្យលោកគ្រូលើកទៀតគឺរូបស្នងដែលដាក់នៅក្នុងនោះគឺដាក់តាមការយល់ឃើញចង់បានរបស់យើងទី3រូបស្នងដែលទិញឬក៏ជាវពីផ្សារមកនោះมันបានធ្វើពិធីបើកនេតត្រឹមត្រូវទេគឺយកមកដាក់ប៉ុកអុជធូបតែម្ដងហេតុនេះมันដឹងជាអ្នកណាចូលទេពួកអាវ៉ាសែដើរតាមផ្លូវឬក៏ខ្មោយឬក៏ពពួកអមនុស្សដែលសង្ងំផ្ទះហ្នឹងវាចូលសន្ធិដ្ឋក្នុងរូបស្នងហ្នឹងតាំងខ្លួនជាជំនាញផ្ទះឲ្យឃើញជាជំនាញផ្ទះឡានឡាក៏ប៉ុន្តែធាតុពិតមិនមែនទេបើយើងងាកទៅខាងស្ដាំដៃវិញលើតុគឺយកតូបដាក់កុងម៉ាទៀតហើយលោកគ្រូបានជម្រាបឲ្យថាតូបកុងម៉ាមិនមានទេមានតែហឹងកុងម៉ាហើយហឹងកុងម៉ាមិនមែនដាក់នៅមុខផ្ទះទេកុងម៉ាមិនអាចនៅដាក់បែរទៅមុខផ្ទះបានទេដោយសារប្រឈមនឹងទេវតាទ្វាររបងអញ្ចឹងគាត់មិនអាចប្រឈមបានទេនេះគឺជាចំណុចដែលលោកគ្រូទឿនហើយទឿនទៀតហឹងកុងម៉ាពាក្យថាហឹងគឺគ្មានជើងហើយក៏មិនមែនជាតូបដែរហឹងកុងម៉ាអាចដាក់បាន3កន្លែងបញ្ជាក់ឡើងវិញទី1ចង្ក្រានបាយទី2តុបាយទី3គឺតុធ្វើការតែអ្វីដែលល្អបំផុតគឺតាំងនៅក្នុងផ្ទះបាយកម្ពស់ប៉ុន្មានដាក់ទិសណាជ្រុងជញ្ជាំងខាងណាលោកគ្រូសុំរក្សាសិទ្ធិមិននិយាយអញ្ចឹងយើងឃើញថាដើរចូលទៅដល់ក្រោយយើងមើលកន្លែងទុកទ្រព្យរបស់គាត់លោកគ្រូបង្ហាញទៅចោះកន្លែងទុកទ្រព្យរបស់គាត់គឺបង្គន់អត់មានកន្លែងទុកទ្រព្យទេទោះបីជាទ្វារបង្គន់នេះបែរត្រូវក៏ដោយក៏ប៉ុន្តែចានបង្គន់បែរទៅមុខផ្ទះចូលចាំចោះលោកអ្នកសង្កេតបើចានបង្គន់លោកអ្នកពេលអង្គុយជុះលោកអ្នកបែរមុខទៅមុខផ្ទះលោកអ្នកលំបាកមានបញ្ហាប៉ុន្មាននិយាយប្រាប់គេអស់អ្នកក្រៅដឹងរឿងក្នុងផ្ទះយើងគ្រប់យ៉ាងអ្នកខ្លះជួយអាណិតយើងតែអ្នកខ្លះវិញជួយនិយាយពាក្យថាសំមុខឲ្យវាអស់អញ្ចឹងចុះអញ្ចឹងការរៀបចំបង្គន់នេះក៏ខុសបើយើងមើលទៅផ្ទះបាយវិញផ្ទះបាយលោកគ្រូថាទេវតាចង្ក្រានឬលោកតាចង្ក្រានគឺក៏នៅជាប់ចង្ក្រានប៉ុន្តែផ្ទះគាត់មិនមែននៅត្រឹមជាប់ចង្ក្រានទេគាត់លើកឡើង3ទឹកជាងទៅទៀតបន្ទើត
ផ្ទះខ្លះដែលលោកគ្រូចូលទៅដាក់លោកតាចង្ក្រានឬទេវតាចង្ក្រាននៅលើហឹងលោកតាចង្ក្រានឬទេវតាចង្ក្រាននេះគឺគាត់នៅស្មើនឹងចង្ក្រានព្រោះគាត់ថែរក្សាចង្ក្រានគាត់មើលការហូបចុកបាយទឹករបស់យើងហេតុនេះมันអាចដាក់ផ្ដេសផ្ដាសបានទេអញ្ចឹងហើយលោកគ្រូក៏បានណែនាំឲ្យគាត់រៀបចំផ្ទះឡើងវិញតាមក្បួនគេអាសាសលីវៃហ្វុងជុយដែលមានលំដាប់លំដោយតាមអ្វីដែលលោកគ្រូបានប្រាប់លោកគ្រូឲ្យរៀបចំធ្វើកន្លែងទុកទ្រព្យឡើងវិញកែមួយចំនួនតូចតាមលទ្ធភាពដែលអាចធ្វើទៅបានអញ្ចឹងលោកគ្រូសូមបញ្ជាក់ថាផ្ទះមានលក្ខណៈល្អិតល្អន់มันអាចនិយាយលំបានទេផ្ទះល្វែងស្រួលកែណាស់มันពិបាកកែទេក៏ប៉ុន្តែផ្ទះវិឡាផ្ទះខុសគ្នាហេតុនេះបើលោកគ្រូប្រាប់ថាផ្ទះនេះត្រូវធ្វើចេះតែបើយើងទៅជួបផ្ទះវិឡាវាមិនដូចផ្ទះល្វែងទេផ្ទះបរិយទម្រង់ផ្សេងផ្ទះឯកជនតាមដីឡូទម្រង់ផ្សេងអញ្ចឹងការរៀបចំគឺខុសគ្នាទាំងអស់ហេតុនេះហើយបានជាលោកគ្រូមិនព្យាយាមពន្យល់ឲ្យកែទេក្បួនគេអាសាសលីវៃហ្វុងជុយរមែងតែរសាសិទ្ធមិនពន្យល់ឲ្យកែដោយខ្លួនឯងប្រសិនបើគ្រប់គ្នាអាចកែដោយខ្លួនឯងម្លេះសំមិនបាច់មានគ្រូមកគេជួយកែទេយ៉ាងណាមិញដោយពេទ្យយ៉ាងបើសិនជាប្រាប់ថ្នាំទៅយើងចេះព្យាបាលខ្លួនឯងនោះប្រហែលជាគ្មានពេទ្យជួយព្យាបាលទេអញ្ចឹងយើងត្រឡប់មកវិញផ្ទះនេះមានការខុសឆ្គងតិចតួចបំផុតការដែលខុសឆ្គងតិចតួចបំផុតដោយសារផ្ទះនេះគឺធ្វើឲ្យមានបញ្ហានិងវិបត្តិកើតឡើងលោកអ្នកចូលសង្កេតចុះលោកអ្នកជាម្ចាស់ផ្ទះលោកអ្នកដឹងច្បាស់ណាស់ថាផ្ទះកំពុងមានបញ្ហាក៏ប៉ុន្តែយើងចេះតែយកពាក្យថាកម្មគឺអំពើអាក្រក់ដែលយើងបានធ្វើពីជាតិណានោះជាចំណុចមួយដែលយើងមិនបដិសេធទេដោយសារយើងជាពុទ្ធសាសនិកជនហេតុនេះចូលលោកសង្កេតមើលទៅក្នុងផ្ទះមានបញ្ហាក្តៅក្រហាយប្តីនិយាយប្រពន្ធមិនស្ដាប់ប្រពន្ធស្ដាប់ប្តីមិនបានកូនមិននៅក្រោមអាវ៉ាតឪពុកម្ដាយដាស់តឿនព្រានបដៅទាស់តែងកូនដើរផឹកថ្នាំញៀនដើរផឹកស្រាអ៊ូទានួឆ្លោះគេកាប់ចាក់គឺសិតតែមកពីបញ្ហាផ្ទះទាំងអស់មិនមែនជារឿងកម្មទាំងអស់នោះទេចូលលោកអ្នកសង្កេតប្រសិនបើលោកអ្នកនៅផ្ទះមួយមានសេចក្តីសុខស្រាប់តែមកទិញផ្ទះនេះទៅជាប្តីប្រពន្ធឆ្លោះទាស់តែងគ្នាកូននិយាយមិនស្ដាប់ក្នុងគ្រួសារមានតែភាពក្តៅក្រហាយនោះបញ្ហាគឺបណ្ដាលមកពីផ្ទះហើយអ្នកដែលដឹងអាការៈឈឺថ្កាត់របស់ផ្ទះគឺមានតែម្ចាស់ផ្ទះប៉ុណ្ណោះអញ្ចឹងលោកគ្រូសូមបញ្ជាក់ហើយបញ្ជាក់ទៀតថាក្បួនគេអាសាសលីវៃហ្វុងជុយគឺមើលតែផ្ទះនិងកែផ្ទះសិតសាតតាមបែបវិទ្យាសាស្ត្របញ្ហាគ្រប់យ៉ាងនៅក្នុងផ្ទះបង្ហាញតាមរយៈការរៀបចំផ្ទះខុសឬត្រូវហេតុនេះសូមឲ្យលោកអ្នកយកចិត្តទុកដាក់ស្ដាប់ឬក៏ទៅឆែកមើលឡើងវិញคลิปចាស់របស់លោកគ្រូកាលពីមុនដែលលោកគ្រូបាននិយាយហោហែហើយហេតុនេះលោកគ្រូមិនសូវនិយាយឡើងវិញទេគ្រាន់តែបង្ហើបបន្តិចបន្តួចសម្រាប់លោកអ្នកប្រសិនបើលោកអ្នកទស្សនាคลิปរបស់លោកគ្រូគិតថាវាមានប្រយោជន៍សម្រាប់លោកអ្នកនិងមានប្រយោជន៍ដល់អ្នកដទៃឬក៏បងប្អូនញាតិសន្តានមិត្តភ័ក្តិសូមលោកអ្នកមេត្តាជួយ share ជួយ like ទៅកាន់ពួកគេដើម្បីឲ្យពួកគេបានដឹងហើយចូលមកទស្សនាក្បួនគេអាសាសលីវៃហ្វុងជុយដើម្បីស្វែងយល់ថាតើពួកគេកំពុងតែមានបញ្ហាអ្វីឬក៏អាចលើកជាសំណួរមកសួរលោកគ្រូនឹងឆ្លើយតបគ្រប់សំណួរទាំងអស់ដែលលោកគ្រូអាចឆ្លើយតបបានថ្ងៃនេះលោកគ្រូសូមបញ្ចប់คลิปត្រឹមនេះសូមអរគុណសូមជម្រាបលា